này dòm man kilo giờ tiêm phay đi phải ở cho bạn đây là những cái tên không tên bằng ôn nô na thông thông nè បងប្អូនឃើញពីក្បាលវីដេអូអញ្ចឹងថ្ងៃនេះគឺថាសង្សារខ្ញុំនឹងនាំខ្ញុំទៅរើសចន្ទទីបងប្អូនអរគ្នាអើយនិយាយមែនបងប្អូនឲ្យមកនឹងគឺថាបានកម្រងថាដេកទេអញ្ចឹងហើយពួកខ្ញុំគឺថានាំគ្នាទៅទិញអាវពាក់បានមកកាផ្លេសិនមកលេងផ្ទះបងនេះមានទឹកដងស្នប់ទៀតបងប្អូនអរគ្នានិយាយមែនណាដេកស្រុកខ្ញុំគឺអស់ហើយឥឡូវអត់សូវមានអត់មានទេអញ្ចឹងចានេះគឺទីផ្ទះរបស់បងអញ្ចឹងណាហើយក្លៀកមកដល់ព្រឹកឡើងបងប្អូនអរគ្នាចាក្លៀកមកដល់ព្រឹកឡើងហ្នឹងយើងក៏ចាប់ដើមរៀបចំខ្លួនហើយធ្វើម្ហូបធ្វើអីញ៉ាំបាយញ៉ាំអីរួចយើងទៅចកាអញ្ចឹងណាងើបមកពីព្រលឹមមកគឺថាស្រស់ស្រាយតែម្ដងបងប្អូនអរគ្នាបើអ៊ំវិញគាត់ងើបតាំងម៉ោង5តាំងពីព្រឹកបងប្អូនអរគ្នាបើខ្ញុំងើបម៉ោង6ហើយទេចាមកដល់បានជួយធ្វើអីគាត់ទេហើយក៏ព្រឹកគាត់បានធ្វើម្ហូបហើយនាំគ្នារៀបចំខ្លួនទៅបណ្ដោយទៅបងប្អូនអរគ្នាយើងចាំយើងហូបបាយហើយបងប្អូនអរគ្នាទៅដល់ព្រាមគឺយើងរើសព្រាមតែម្ដងចានេះជាមួយនឹងអ៊ំ2 3នាក់ដែរទៅជួយរើសអញ្ចឹងណាបងប្អូនអរគ្នាហើយចន្ទីហ្នឹងគឺថាយើងទៅរើសអាចុងដៃបងប្អូនអរគ្នាចាយើងទៅប្រមូលផ្សេងផ្សំអីអញ្ចឹងណាបងប្អូនអរគ្នាចាមួយមាន់នេះគឺថាមិនដឹងស្អីទេបងប្អូនអើយរងាវពេញតែក៏យន្តតែម្ដងបងប្អូនអរគ្នាឥឡូវនេះយើងចាប់ដើមចេញដំណើរទៅហើយនេះប្រុសស្អាតរបស់យើងនឹងគេថាធ្វើជឿជាក់ខ្លាំងមែនទែនតែម្ដងទៅចកាណាបងប្អូនអរគ្នាប៉ុន្តែជឿជាក់សាហាវតែម្ដងបងប្អូនអរគ្នាហើយនេះយើងចាប់ដើមបើកយន្តទៅទៀតហើយបងប្អូនអរគ្នានេះគឺជាទស្សនភាពទៅតាមចំការបងប្អូនអរគ្នានេះមានដើមខ្ជៀងផ្លែខ្ជៀងអីចឹងទៅផ្លែខ្ជៀងហ្នឹងយើងអាចយកទៅហូបបានបងប្អូនអរគ្នានិយាយទៅវាស្តៀងនឹងផ្លែត្នោតដែរប៉ុន្តែខាងក្រៅវាទូចវាទូចមែនទែនបងប្អូនអរគ្នាហ្នឹងគេយកទៅបំពុលត្រីបានណានេះមកដល់ចកាបងប្អូនអរគ្នាមិនដឹងថាចកាណាគេខ្លះទេហើយគ្រាន់តែបរិយាកាសភ្លាមបងប្អូនបើនិយាយពីថាខ្នងមនុស្សវិញគឺថាពេញតែចំការហ្នឹងតែម្ដងឥឡូវនេះយើងលើកអាការពីក្មេងដល់បដូលមនុស្សហូបចឹងណាបងប្អូនអរគ្នានេះមកឃើញខ្នងហ្នឹងគឺថាពេញណាពេញណៃហ្នឹងឯងបងប្អូនដោយសារតែធំពេកក៏ហើយអ៊ំគាត់សើចបងប្អូនអរគ្នាគាត់ថាគាត់សើចខ្ញុំឃើញខ្ញុំឃើញខ្នងទៅរំភើបចឹងទៅបងប្អូនអរគ្នានេះនិយាយពីថាផ្លែហ្នឹងគឺថាដល់កបងប្អូនអរគ្នាអើយនិយាយមែនគឺថាផ្លែតាំងពីដីអូយនិយាយទៅគឺថាផ្លែល្អខ្លាំងមែនទែនតែម្ដងអាហ្នឹងគេហៅខ្នងបាយស្រាបងប្អូនមិនសូវជាហូបប្រហែលទេបើថាទុំអីគឺជ្រុះចោលហ្មងហើយបើខ្នងនេះវិញគេហៅខ្នងណាំងបងប្អូនប៉ុន្តែអ៊ំគាត់គ្រាវចោលទៅទៀតគឺវាងាប់ហើយបងប្អូនហើយឥឡូវនេះយើងកំពុងតែរៀបចំហើយបងប្អូនអរគ្នាមកដល់ហ្នឹងឃើញខ្នងទុំមួយទៀតអញ្ចឹងហើយអត់មានចាំយូរទេយកមកហែកតែបណ្ដោយទៅដោយសារតែខ្នងបាយស្រាអញ្ចឹងគឺថាស្រួលហែកខ្លាំងមែនទែនតែម្ដងបងប្អូនអរគ្នាហើយនៅខាងលើហ្នឹងមានខ្នងទុំមួយទៀតបងប្អូនឡើងធំប៉ុណ្ណាណីអញ្ចឹងហើយពូគាត់ក៏ឡើងបេះអញ្ចឹងណាបងប្អូនអរគ្នាទៅមិនខ្វះទេបងប្អូនអើយផ្លែខ្នងផ្លែអីហ្នឹងគឺថាទុំពេញតែចំការហ្នឹងឯងប៉ុន្តែអត់មានអ្នកហូបហើយអាខ្នងនេះគឺថាធំយកតែមែនទេបងប្អូនអរគ្នាអញ្ចឹងហើយតលតែហែក2 3នាក់បានអញ្ចឹងហើយខ្ញុំក៏ចាប់ដើមពុះឲ្យបងប្អូនអរគ្នាប៉ុន្តែស្ដាយដោយសារខ្នងបាយស្រាទៅខ្ញុំអត់សូវចេះហូបទេបងប្អូនអរគ្នាវារៀងប៉ែប៉ុន្តែផ្អែមបងប្អូនអរគ្នាចាហើយនេះបងហើយអ៊ំគាត់ចាប់ដើមហូបបងប្អូនអរគ្នាដោយសារតែគាត់ហូបបាយហើយគឺហូបខ្នងស្ដាយបងប្អូនអរគ្នាដោយសារវាធំពេកអញ្ចឹងហើយបើសិនយើងទុកវាចោលក៏ស្ដាយដែរចាជាមួយនឹងអាម៉ុតនេះវិញគឺថាមានសាច់ដល់កបងប្អូនអរគ្នាដោយសារតែគេគ្រាវទៅមានសាច់ច្រើនយកបណ្ដោយហើយនេះអ៊ំគាត់ចាប់ដើមរើសហើយបងប្អូនអរគ្នាខ្ញុំក៏អត់មានចាំយូរដែរខ្ញុំក៏ចាប់ដើមរើសគេដែរបងប្អូនខ្ញុំភ័យទេភ័យឲ្យតែបានមកធុងទួយទៅមកធុងនំបានថ្ងៃនេះគឺថាស្វ័យយកទៅ20 គីឡូអញ្ចឹងណាបងប្អូនអរគ្នាក៏ទៅចន្ទីហ្នឹងគឺវាស្បើយផ្លែបងប្អូនអរគ្នាអ៊ំគាត់ថារើសតែម្ដងហ្នឹងទៀតគឺថាគាត់ឈប់រើសហើយដោយសារវានៅក្រៀមបងប្អូនអរគ្នាអញ្ចឹងរើសតែម្ដងនេះគឺថាអស់លីងតែម្ដងបើសិនតែប្រមូលទៀតគឺអាចនឹងបានតិចតួចអីចឹងណាបងប្អូនអរគ្នាចាឥឡូវនេះយើងរើសបានមកសន្ទុះមានការបែកញើសស្រៈជាខ្លាំងហើយបើនិយាយថាមូវិញមូដល់កបងប្អូនអរគ្នាអើយនេះយើងរើសប្រហែលជាកន្លះម៉ោងជិត1 ម៉ោងអីហ្នឹងបងប្អូនអរគ្នាបានម្នាក់មកកធុនអញ្ចឹងយើងយកវាមកចាក់នៅក្នុងបេមួយសិនមកបងប្អូនអរគ្នាចាយើងពេញត្រូអញ្ចឹងយើងយកវាមកចាក់មកបងប្អូនអរគ្នាហើយបើសិនជាអ្នកស៊ីឈ្នួលគាត់គិតឲ្យម៉ូត្រូហ្នឹង5000បងប្អូនអរគ្នាឬក៏ចង់ថ្លឹងគីឡូក៏បានដែរ1 គីឡូដូចជា700អីទេបងប្អូនអរគ្នាចាដូចផ្លេចបាត់ហើយចាឥឡូវនេះយើងចាប់ផ្ដើមចាក់មួយទៀតដាក់ក្នុងបេហ្នឹងទៅបងប្អូនអរគ្នាដើម្បីយកកថាំងទៅរើសទៀតអញ្ចឹងណាខ្ញុំនឹងគាត់ថាខានរើសចន្ទីយូរណាស់ហើយបងប្អូនអរគ្នារយៈពេលប្រាក់និយាយទៅរាប់ឆ្នាំហើយមកបងប្អូនតាំងពីខ្ញុំចូលថារឿងចូលអីមកហ្នឹងគឺថាមិនដែលចេះដើរស៊ីឈ្នួលដើរអីគេទៅបងប្អូនអើយនៅតែមកលុបនៅតែអីហ្នឹងឯងចាឥឡូវនេះគឺថាយើងមករើសចន្ទីរំលឹកអនុស្សាវរីយ៍អញ្ចឹងណាចាថារើសលឿនប៉ុណ្ណានេះអ៊ំគាត់មកពីចំការផ្សេងទៀតអីមិនដឹងទេបងប្អូនអរគ្នាចានេះបានខ្នោបានអីហើយចន្ទីហ្នឹងដូចខ្ញុំនិយាយអញ្ចឹងបងប្អូនដោយសារតែចង់ដៃនិយាយពីថាក្រៀមអស់ហើយមិនបាច់ចាំមួលសាច់អាស្រស់អីហ្នឹងទេគឺវាក្រៀមទាំងសាច់ទាំងអីហ្មងបងប្អូនអរគ្នាឥឡូវនេះគឺថាយើងបានទៀតហើយយើងក៏យកមកចា
ចាក់ឃើញងាកបានហ្នឹងខ្ញុំសើថតបងប្អូនអរគ្នាខ្ញុំថតកាត់ទេដល់ពេលពេញត្រូវបានខ្ញុំថតទៀតចឹងណាបងប្អូនអរគ្នាចាអ្នកមើលអ្នកធ្វើវីដេអូគឺថាដឹងអីចាមិនមែនថារើសងាកបានមេត្រូហ្នឹងទេហើយខ្ញុំមកបងប្អូនអរគ្នាពេលដែលរើសហ្នឹងគឺអត់បាននៅយូរទេឬគាត់ទៅរើសថ្ងៃត្រង់ព្រាមគឺថានំគ្នាមកផ្ទះវិញហ្មងដោយសារខ្ញុំមកកលេនវិញបងប្អូនបើសិនខ្ញុំបាននៅដេកគឺថាបានជួយគាត់វល់ងាកមកបងប្អូនប៉ុន្តែមានអីបានតែម្នាក់ពីត្រូហ្នឹងគឺថានំគ្នាមកផ្ទះវិញម្ដងហើយពេលម្ដងទៀតព្រាមខ្ញុំក៏ដែរផ្លេចដែរបងប្អូនជាមួយនឹងសម្លេងជូតមកឯសារតែសារតែវាមានទូនាទីសម្អាតមុខយើងខ្លាំងមែនទែនតែម្ដងតាំងពីនៅជិះសែនមកដល់កលេនហ្នឹងគឺថាមុខសុទ្ធតែដីមកបងប្អូនអើយអញ្ចឹងហើយខ្ញុំធ្វើការជូតមួយសិនពេលជូតទៅគឺថាជួយបំរុងរនោះសំខាន់គឺថាធ្វើឲ្យមុខយើងតឹងភ្លឺរលោងទៀតបងប្អូនអរគ្នាបងប្អូនគាត់មានបញ្ហាមុខមុនមិនថាមុនកប់មុនខ្ទុះមុនធំមុនដបូកអីទេបងប្អូនអាចយកសម្លេងឯសារហ្នឹងទៅប្រើប្រាស់បានណាសម្រាប់សម្លេងឯសារហ្នឹងស្តង់ដារគឺថាមកពីប្រទេសជប៉ុនបងប្អូនអាចទុកចិត្តបានណាហើយសម្រាប់សម្លេងឯសារហ្នឹងបងប្អូនអរគ្នាក្អែតដែលនៅលើមុខយើងហ្នឹងពេលដែលជូតទៅគឺថាមកអស់បងប្អូនអត់មាននៅទេចាបើសិនជាយើងអត់បានជូតអត់បានសម្អាតមុខយើងឲ្យបានល្អទេគឺអាចនឹងឡើងមុនឡើងរោលជាពិសេសគឺថាមុខដូចខ្ញុំនឹងបងប្អូនសិនជាបងប្អូនចង់ប្រាប់ទាល់បងប្អូនអាចទាក់ទងទៅម្ចាស់ brand ដែលខ្ញុំមិនសិនឈ្មោះខាងលើនឹងបានណាបងប្អូន